សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមកញ៉ាយមកញ៉ាំបង្អួតបងប្អូនហ្មងនិយាយពីថាអាម្ហូបប្រមុខហ្នឹងតើតើយើងញ៉ាំដៃអញ្ចឹងមិនឆ្ងាញ់វាជាតិមកពីដៃដែរហើយទៅសក់ឥឡូវញ៉ៃនឹងមកប្រាប់បងប្អូនពីរបៀបធ្វើទៅសក់ជ្រក់ទៅសក់ហ្នឹងវាស្រួយឆ្ងាញ់ខ្លាំងណាស់បងប្អូនទៅផ្សារទិញបានក្តិបទៅសក់ខែហ្នឹងខ្ញុំយកលាងទឹកឲ្យស្អាតទៅបងប្អូនខ្ញុំចិតវាអាណាធំខ្ញុំចិតវាជា2ហើយខ្ញុំពុះវាដែរបងប្អូនហើយបើអាទូទេខ្ញុំដាក់ទាំងមូលហ្មងហើយកុំកាត់ក្បាលវាចេញណាបងប្អូនហើយខ្ញុំដាក់អំបិល4ស្លាបព្រាដោយសារតែទៅសក់ខ្ញុំនោះ3គីឡូដែរបងប្អូនហើយយើងមិនបាច់ច្បាច់វាខ្លាំងទេបងប្អូនគ្រាន់តែច្បល់វាតិចតួចទេកុំបាច់ប្រើដៃខ្លាំងពេកណាបងប្អូនហើយទុកចោលប្រហែលជា15នាទីបន្ទាប់មកយើងចាំមកលាងវាឲ្យទុកឲ្យស្ងួតចឹងណាបងប្អូនហើយឥឡូវយើងមកលីងគ្រឿងវាខ្ញុំដាក់ស្ករម្ខាប់បងប្អូនឲ្យវាឈ្ងុយស្ករហើយបានខ្ញុំចាក់ទឹកស្អៀវចូលទឹកស្អៀវនោះកន្លះកូនចានណាបងប្អូនហើយទឹកចំនួន2លីត្រសម្រាប់ទៅសក់3គីឡូបងប្អូនហើយយើងដាក់ម្សៅរ៉ូឌីកន្លះស្លាបព្រាបងប្អូនហើយទុកឲ្យវាពុំអញ្ចឹងហើយយើងបិទភ្លើងចាំយើងចាក់ខ្ទឹមច្រាំខ្ទឹមក្រហមខ្ទឹមសហើយម្ទេសយើងច្រាំនឹងហើយបងប្អូនហើយយើងទុកវាឲ្យនៅអ៊ុនណាកុំអ៊ុនពេកបងប្អូននិយាយរួមទៅវារៀងក្តៅជាងអ៊ុនបន្តិចអញ្ចឹងណាហើយយើងរៀបទៅសក់យើងនឹងឲ្យណែនចូលកន្លទៅដែលយើងទុកស្ងួតហ្នឹងហើយចាក់វាចូលបងប្អូនបន្ទាប់មកបងប្អូនចង់ញ៉ាំស្អែកបងប្អូនអាចថែមទឹកខ្មេះចូលនឹងបន្តិចទៅទុកមួយយប់នៅក្រៅស្អែកឡើងញ៉ាំបានទេបងប្អូនប៉ុណ្ណឹងរួចរាល់បងប្អូនអាចញ៉ាំជាមួយសាច់អាំងហើយនំប៉័ងសាច់បានវីដេអូមានតែប៉ុណ្្នឹងទេណាបាយបាយ